ឯកឧត្តមបណ្ឌិតខាន់ខុនបានគូបញ្ជាក់ថាបន្តចូលរួមអភិវឌ្ឍជាមួយរាជរដ្ឋាភិបាលចែករំលែកក្តីស្រឡាញ់នៅតាមមូលដ្ឋានតាមរយៈសាសនាគ្រឹះឯកឧត្តមបណ្ឌិតខាន់ខុនអនុរដ្ឋលេខាធិការក្រសួងធម្មការនិងសាសនានិងជាប្រធានសមាគមគ្រឹះបរិស័ទក្នុងសន្តិភាពបានថ្លែងបែបនេះក្នុងឱកាសអញ្ជើញជាតំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តមបណ្ឌិតចៃបូរិនរដ្ឋមន្ត្រីក្រសួងធម្មការនិងសាសនាបានចុះប្រគល់អណ្ដូងស្នប់ទឹកស្អាត Afrides ចំនួន17អណ្ដូងចែកជូនរទេះជនពិការចំនួន4នាក់និងបានប្រគល់ផ្ទះ3ខ្នងមានទំហំ4x5 ម៉ែត្រនៅមូលដ្ឋានខេត្តមណ្ឌលគិរីខេត្តត្បូងឃ្មុំខេត្តកំពង់ធំនិងខេត្តសៀមរាបឯកឧត្តមបណ្ឌិតអនុរដ្ឋលេខាធិការបានមានប្រសាសន៍ថាស្របទៅនឹងគោលនយោបាយរបស់រាជរដ្ឋាភិបាលនីតិកាលទី7នៃរដ្ឋសភាក្រោមការដឹកនាំដ៏ប៉ិនប្រសប់និងមានចក្ខុវិស័យវែងឆ្ងាយរបស់សម្ដេចមហាបវរធិបតីហ៊ុនម៉ាណែតនាយករដ្ឋមន្ត្រីបានយកចិត្តទុកដាក់ខ្ពស់ទៅលើវិធានគន្លឹះសំខាន់5យ៉ាងគឺពង្រឹងសមត្ថភាពរដ្ឋបាលសាធារណៈលើកកម្ពស់គុណភាពអប់រំលើកកម្ពស់គុណភាពសេវាសុខាភិបាលពង្រឹងការអនុវត្តគោលនយោបាយភូមិឃុំសង្កាត់មានសុវត្ថិភាពនិងលើកកម្ពស់គុណភាពនិងប្រសិទ្ធភាពនៃប្រព័ន្ធយុត្តិធម៌នៅក្នុងពិធីសំណេះសំណាលនិងសួរសុខទុក្ខជាមួយប្រជាពលរដ្ឋពុទ្ធបរិស័ទនិងគ្រឹះបរិស័ទឯកឧត្តមបានថ្លែងថាព្រះយេស៊ូវគ្រឹះបង្រៀននិងអប់រំឲ្យយើងចេះស្រឡាញ់អ្នកដទៃដោយស្រឡាញ់ខ្លួនឯងព្រោះថាព្រះអង្គស្រឡាញ់មនុស្សគ្រប់គ្នាដោយមិនប្រកាន់ថាជាជាតិសាសន៍អ្វីឬសាសនាអ្វីនោះឡើយគឺទ្រង់បានលះបង់គ្រប់បែបយ៉ាងសម្រាប់មនុស្សទាំងអស់លើពិភពលោកដូច្នេះក្នុងនាមយើងជាគ្រឹះបរិស័ទត្រូវចេះចូលរួមជួយក្នុងសង្គមនិងស្រឡាញ់គ្នាទៅវិញទៅមកពីព្រោះយើងគឺជាខ្មែរដូចគ្នាហើយអ្វីដែលយើងធ្វើសុទ្ធតែដើម្បីប្រទេសជាតិនិងការអភិវឌ្ឍដោយរក្សានៅការរួមសាមគ្គីភាពសូមជម្រាបជូនថាសមិទ្ធផលទាំងអស់នេះបានមកពីការរួមសហការគ្នារបស់សមាគមគ្រឹះបរិស័ទក្នុងសន្តិភាពនិងក្រុមជំនុំបេសកកម្មដំណឹងល្អដោយមានការចូលរួមគ្នាបរិច្ចាគទាំងក្នុងស្រុកនិងក្រៅប្រទេសជាថវិកានិងការអធិដ្ឋានដើម្បីចូលរួមជួយដល់ប្រជាជនតាមសហគមន៍នីមួយៗដែលមិនទាន់មានទឹកស្អាតប្រើប្រាស់ហើយខ្វះខាតទឹកប្រើនៅរដូវប្រាំងដល់ប្រជាពលរដ្ឋក្នុងមូលដ្ឋានដោយបានប្រគល់អណ្ដូងស្នប់ទឹកស្អាត Afrides ចំនួន17អណ្ដូងចែកជូនរទេះជនពិការចំនួន4នាក់និងបានប្រគល់ផ្ទះ3ខ្នងមានទំហំ4x5 ម៉ែត្រនៅមូលដ្ឋានខេត្តមណ្ឌលគិរីខេត្តត្បូងឃ្មុំខេត្តកំពង់ធំនិងខេត្តសៀមរាបដែលស្ថិតនៅទីតាំងដូចខាងក្រោម 1. ភូមិពូឆបឃុំដាក់ដាំស្រុកអូរាំងខេត្តមណ្ឌលគិរី 2. ភូមិពូឡូងសង្កាត់រមនីក្រុងសែនមនោរម្យខេត្តមណ្ឌលគិរី 3. ភូមិពូក្រូចឃុំស្រែអំប៊ូមស្រុកពេជ្រជ្រាដាខេត្តមណ្ឌលគិរី 4. ភូមិពូក្រែងឃុំស្រែអំប៊ូមស្រុកពេជ្រជ្រាដាខេត្តមណ្ឌលគិរី 5. ភូមិវ៉ាលយោងឃុំប៊ូស្រាស្រុកពេជ្រជ្រាដាខេត្តមណ្ឌលគិរី 6. ភូមិខ្មុំស្រុកស្រែឈូកស្រុកកៅសីមាខេត្តមណ្ឌលគិរី 7. ភូមិទួលឃុំស្រែឈូកស្រុកកៅសីមាខេត្តមណ្ឌលគិរី 8. ភូមិត្រពាំងព្រីងឃុំត្រពាំងព្រីងស្រុកដំបែខេត្តត្បូងឃ្មុំ 9. ភូមិពន្លាកឃុំចុងជីកស្រុកដំបែខេត្តត្បូងឃ្មុំ 10. ភូមិគោកស្រឡៅឃុំចុងជីកស្រុកដំបែខេត្តត្បូងឃ្មុំ 11. ភូមិស្អៀរឃុំឈូកស្រុកប្រាសាទសម្បូរខេត្តកំពង់ធំ 12. ភូមិប្រាសាទឃុំឈូកស្រុកប្រាសាទសម្បូរខេត្តត្បូងឃ្មុំ 13. ភូមិអន្លង់ស្លែងឃុំឈូកស្រកប្រាសាទសម្បូរខេត្តត្បូងឃ្មុំ 14. ភូមិអូក្រូចឃុំសាលាវិស័យស្រុកប្រាសាទបល្ល័ង្កខេត្តកំពង់ធំ 15. ភូមិត្រពាំងស្វាយឃុំសាលាវិស័យស្រុកប្រាសាទបល្ល័ង្កខេត្តកំពង់ធំ 16. ភូមិស្នោឃុំសាលាវិស័យស្រុកប្រាសាទបល្ល័ង្កខេត្តកំពង់ធំ 17. ភូមិសំពៅលូនឃុំចាងដើងស្រុកបារាយខេត្តកំពង់ធំ
ប្រកុលផ្ទះចំនួន3ខ្នងដល់ស្ត្រីមេម៉ាយចាស់ជរាស្ថិតនៅទីតាំងដូចខាងក្រោម 1. ភូមិភ្នំឃុំទន្លេបិទស្រុកត្បូងឃ្មុំខេត្តត្បូងឃ្មុំ 2. ភូមិទួលគ្រោះឃុំខុនរៀមស្រុកបន្ទាយស្រីខេត្តសៀមរាប 3. ភូមិស្វាយកាល់ឃុំកកោះស្រុកសន្ទុកខេត្តកំពង់ធំរាល់សមិទ្ធផលទាំងអស់នេះគឺបានមកពីការអធិដ្ឋាននិងការឧបត្ថម្ភគាំទ្រជាថវិកាពីគ្រឹះបរិស័ទទាំងក្នុងនិងក្រៅប្រទេសព្រមទាំងអង្គការដៃគូនានាដូចជា George Mayer Ministry Rebellion Expedition Unknown Nation តាមរយៈសមាគមគ្រឹះបរិស័ទក្នុងសន្តិភាពនិងក្រុមជំនុំបេសកកម្មដំណឹងល្អ